ឡើងទៅលើភ្នំមានគេលក់ដូរលក់អីដល់ភ្នំខ្លះក៏មានរូបសិតតែអ្នកជាប់ជើងភ្នំបាទក្រុមជំនុំសួរស្ដីពុកម៉ែបងប្អូនដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះដែរយើងមកដិតយកទស្សនវិជ្ជានៅខាងខ្នងអាងខាងក្រុងត្រីភ័ណ្ឌខេត្តបន្ទាយមានជ័យបងប្អូនចែកជូនពុកម៉ែបងប្អូនយើងទស្សនានេះទស្សនវិជ្ជាខ្នងអាងបងប្អូននេះល្ងាចឡើងបានសម្បូរមនុស្សបងប្អូនអូនោះភ្នំខ្លាកូនស្មានតែសិស្សសាលាចេញទៅរៀនច្រើនបងប្អូនភ្នំខ្លាកូនចាស់ស្មានតែសិស្សសាលាចាប់ដើមចេញទៅរៀននៅក្នុងអាងនេះងាយឡើងសម្បូរគេលក់ឲ្យវាយវ៉ាន់ច្រើនបងប្អូននំចំណីអីច្រើនហើយគេសម្បូរអ្នកមកលេងច្រើនអូអដល់សិស្សសាលាចេញទៅរៀននេះមានគេលក់ដូរច្រើនមានកាហ្វេគេលក់ចតង់អូអ្នកសិស្សសាលាជីវរៀនមកជីជួយស្វែងដល់រញ៉េឲ្យមានស្ដាប់ធ្នោសោះនេះតូបគេលក់មិនឯងចាប់ដើមរៀបចំមកតល្ងាចតិចបានសម្បូរសាច់ហាំងសាច់ត្រីមានច្រើននេះសិស្សសាលាចេញទៅរៀនមកញ៉ៃច្រើនបងឆ្វេងឆ្វាយដល់ម៉ូតូឡានបើកដល់ហើយបងជាមួយយើងជិះកាត់ខាងភ្នំខ្លាកូនបងភ្នំខ្លាកូនភាគច្រើនល្ងាចឡើងនេះក៏ឲ្យចូលដែរឡើងសម្បូរគេហាត់ប្រាណក្នុងខ្លាកូនបងយើងធ្វើដំណើរចូលទៅបងងាយឡើងមកសម្បូរមនុស្សបងដោយសារតែពីច្រើនគាត់មកហាត់ប្រាណពេលល្ងាចឡើងទៅលើភ្នំអញ្ចឹងណាស្មានតែអីសំមានទេបងដោយសារតែក្តៅទេសភាពស្អាតតែតាមបងសម្រាប់បងប្អូនដែលចង់ហាត់ប្រាណហាត់អីស្រួលកន្លែងនេះទីធ្លាធំល្អពីច្រើនគាត់ឡើងទៅលើភ្នំឡើងទៅលើភ្នំមានគេលក់ដូរលក់អីតាមបងភ្នំខ្លាកូនមានរូបព្រះពុទ្ធបាតាមានៅលើម្អងនោះប្រកេះស្មានតែច
ก็មានអ្នកមកតែគេមកអង្គុយលេងមកអីចឹងឡើងគេស្អាតទៅចេះមកនេះមានផ្លូវគេឡើងការតែយើងក៏បានឡើងព្រោះនៅសារតែថ្ងៃក្តៅចុះទៅវិញការស្អាតកន្លែងទៅនឹងជួបតារាងបាល់គេមូវិញក៏ចាប់អាដាមដើរមកបដាអូដើមហាត់ប្រាណផ្ទះនេះផ្ទះដែលជាប់នៅជើងភ្នំនេះបានអត់ដែលបានជិះតាមក៏ទៅមុខទៀតជិះបានប៉ុន្តែវាលាក់អញ្ចឹងយើងជិះកាត់តាមនេះវិញសង្កាត់កំពង់ស្វាយក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យភូមិខ្លាកូនមកនេះគិតចាប់ផ្ដើមហាត់ប្រាណបងប្អូនឥឡូវគឺឆ្លាញ់សុខភាពច្រើនដើរហាត់ប្រាណជាក្រុមនេះវាយ៉ាងតើបងខាងនេះសាលាខ្លាកូនម្ដងខាងនេះដើមថ្នោតច្រើនជួបណ្ដោយអននេះកន្លែងម្ដងនេះវត្តចូលដល់វត្តហើយតែអ្នកជាប់ជើងភ្នំហ្នឹងយើងជិះចាក់ពីតាមលើចេះទៅដល់ខាងសាលារៀនអូ7ហ្នឹងបងប្អូនសម្រាប់ច្រើនសិតតែអ្នកជាប់ជើងភ្នំភ្នំ
តែគាត់នៅជាប់ជើងភ្នំមិញទួយបងប្អូនហើយជាអៀតនេះគេដាំតំណាំអូនេះដូចខ្ទឹមអូនេះតំណាំខ្ទឹមស្រាំដល់នេះយកមកដល់វត្តចកាខ្នោវិញផងផ្លូវទៅវត្តចកាខ្នោបងប្អូនបើសិនជាក៏ការអត្ថាធិប្បាយណាមិនសមរម្យឬក៏ខ្វះខាតអីតាណាតណីអីបងប្អូនសូមអធិស្ឋានបងប្អូនក្នុងវីដេអូព្រោះតែចង់បង្ហាញបងប្អូនឲ្យដឹងពីផ្ទះបងប្អូនយើងដែលរស់នៅខាងផ្លាកូនចាស់អានេះផ្លូវយើងឡើងទៅត្រង់ទៅដល់ចកាខ្នោតែយើងបានជិះតាមនឹងទៅយើងកាយខាងស្ដាំដៃដើម្បីចុះទៅតាមសាលារៀនអូមវលបងប្អូនផ្លូវហុយដល់កផ្លូវនេះយើងជិះទៅត្រង់ទៅយើងចាក់ចុះទៅក្រោមទៅដល់សាលារៀនអូមវលបើនិយាយពីរឿងភ្នំបងប្អូនភ្នំនៅខាងនេះវិញគេកាយចង់អស់ហើយបងប្អូនកាយឡើងឆោតអស់អូនេះចកាគេហ្នឹងតាមដើមឈើលកហមបងប្អូនសត្វដីហុយនេះកន្លែងនេះកន្លែងហាងកាហ្វេគេដែរបងប្អូនល្បីដែរសបោកន្លែងគេវត្ថុបុរាណរបស់ចាស់ពីបុរាណពីសម័យមុនបងប្អូនសម័យបុរាណអត់ដែលបានចូលនេះសាលារៀនលបងសាលារៀនអូមវលស្មានឯសាលាជារៀនស្ងាត់អស់អ្នកលោកកាលខ្ញុំរៀននៅសាលារៀនអូមវលនេះបងរៀនតាំងពីរៀនយូរហើយការប្រឡងសម័យប្រឡងដូចជាក្នុង2020 2019 2020សាលារៀនអូមវល
ឡើយនៅតតែលំអត់តធ្វើឲ្យនៅតតែហ្នឹងហើយបងប្អូនវីដេអូហ្នឹងសូមបញ្ចប់ត្រឹមហ្នឹងបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់ជូនពរបងប្អូនមានសុខភាពល្អនិងសម្រាប់ល្អសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ